មុនពេលបងប្អូនសម្រាប់ចិត្តក្នុងការដោះស្រាយសុខភាពគួរតែសួរ4សំណួរនេះទៅកាន់អ្នកផ្ដល់ដំណោះស្រាយជៀសវាងកុំឲ្យបងប្អូនខកចិត្តនៅពេលក្រោយជម្រាបសួរបងប្អូនទាំងគ្នាខ្ញុំឆេងហួរថ្ងៃនេះគឺនេះខ្ញុំមកចែកទៅលើខ្លះទៅកាន់បងប្អូនទាំងគ្នាដើម្បីបងប្អូនអាចចាយកកលឹះដែលនេះខ្ញុំចែករំលែកនេះទៅចាសាកសួរទៅលើអ្នកផ្ដល់ដំណោះស្រាយសុខភាពជូនបងប្អូនចាទាំងអស់គ្នាបានចាអញ្ចឹងសំណួរទី1ដែលយើងគួរតែសួរទៅអ្នកផ្ដល់ដំណោះស្រាយសុខភាពជូនយើងឬក៏ហៅថាការប្រឹក្សាចាសុខភាពជូនយើងថាតើអាការៈនៃការឈឺដែលយើងកំពុងតែឈឺរាល់ថ្ងៃហ្នឹងកើតឡើងដោយសារតែជំងឺណាមួយទី2ថាតើអាការៈនៃការឈឺរបស់យើងនេះស្ថិតក្នុងកម្រិតណាកម្រិតស្រាលធ្ងន់ឬក៏រ៉ាំរ៉ៃទី3ថាតើនៅពេលដែលយើងដោះស្រាយសុខភាពទទួលបានលទ្ធផលបែបណាដែរទី4លទ្ធផលចុងក្រោយដែលយើងសម្រេចចិត្តក្នុងការដោះស្រាយសុខភាពហើយទទួលបានបែបណាដែរបានត្រឹមតែមកធូរបានច្រើននៅតិចតួចដែលយើងអាចទទួលយកបានបើសិនជាបងប្អូនសួរ4សំណួរនេះចាបងប្អូននឹងទទួលបានចម្លើយយ៉ាងលម្អិតហើយបងប្អូនមិនងាយក្នុងការខកចិត្តក្នុងការដោះស្រាយសុខភាពទេហើយបងប្អូនច្បាស់ជាមួយនឹងសុខភាពខ្លួនឯងហើយបើសិនជាវីដេអូនេះមានប្រយោជន៍ចាកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់នាងខ្ញុំម្នាក់មួយផងចាអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ